សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកវិញហើយថ្ងៃនេះគឺយើងរៀនអំពី variable តើ variable គឺជាអ្វីទៅបើសិនជាយើងបកជាខ្មែរឲ្យងាយស្រួលក្នុងការស្ដាប់មានន័យថា variable គឺជាអត្ថេរឬក៏អញ្ញត្តិបើសិនជាអ្នកទាំងអស់គ្នាធ្លាប់រៀនគណិតវិទ្យាអ្នកទាំងអស់គ្នាប្រកាសជាស្គាល់អត្ថេរឬក៏អញ្ញត្តិហើយឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាងាយយល់គឺយើងមានអីគេយើងមាន x ស្មើ2អញ្ចឹងមានន័យថាម៉េចមានថា x នេះគឺជាអត្ថេរឬក៏អញ្ញត្តិហ្នឹងហើយដែលភាសាអង់គ្លេសគេហៅវាថាជា variable អូខេចាំមានថាពេលនេះគឺ x វាផ្ទុកបើណាវាស្ទាល់នៅតម្លៃ2វារក្សាទុកនៅតម្លៃលេខ2ហ្នឹងហើយបើសិនជាអ្នកគ្នាចង់ដឹងថាវាមានតម្លៃ2មែនអត់អ្នកគ្នាគ្រាន់ថែម int មកហើយអ្នកគ្នា print មក int print x អូខេនៅពេលយើង run មកគឺវានឹងចេញលេខ2ឲ្យយើងដូច្នេះនិយាយឲ្យងាយស្រួលក្នុងការស្ដាប់គឺជាខ្មែរហ្មងទៅ variable គឺគេប្រើវាសម្រាប់រក្សាទុកនៅតម្លៃដែលនៅក្នុងភាសាអង់គ្លេសគឺគេនិយាយថា variable are one of the most basic and essential concept in programming used to store value អ្នកនរឃើញអត់នេះចុងក្រោយគឺវាប្រើសម្រាប់រក្សាទុកតម្លៃអូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងទេ variable ដំបូងហើយអ្នកនរគ្នាឥឡូវគឺយើងត្រឡប់មកវិញទៀតហើយថ្ងៃហ្នឹងគឺយើងរៀនអំពី condition ក្នុងការបង្កើត variable ដែរមានន័យថាលក្ខខណ្ឌក្នុងការបង្កើត variable ដែរនៅក្នុងលក្ខខណ្ឌនៃការបង្កើត variable ដែរនៅក្នុង date គឺវាមានមិនចង់ថាមិននៅមានតែនៅក្នុងភាសា date ទេភាសាផ្សេងក៏មានលក្ខខណ្ឌនៃការបង្កើត variable ដែរដូច្នេះមេរៀនមុនយើងបានយល់ពី variable ជាអីអញ្ចឹងមេរៀននេះយើងនឹងរៀនអំពីលក្ខខណ្ឌនៃការបង្កើត variable លក្ខខណ្ឌនៃការបង្កើត variable គឺមាន4ចំណុចដែលអ្នកនរគ្នាត្រូវដឹងហើយនេះគឺជាភាសាអង់គ្លេសដែលអ្នកនរគ្នាអាចយកទៅ note បានទី1គឺអីគេទី1គឺ variable name ឬក៏ identifier ហ្នឹងវាអាចប្រើ keyword នៅក្នុងភាសា Dart បានទេចុះអ្នកនរគ្នាសួរខ្ញុំថាស្អីគេទៅ keyword អញ្ចឹងអ្នកនរគ្នាគាត់ចូល Google មកអ្នកនរគ្នាវាយ keywords in Dart អូខេចឹងអ្នកនរគ្នាឃើញនេះ keyword in Dart នេះមានន័យថាពាក្យទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាអត់អាចធ្វើការយកវាទៅប្រកាសជា variable បានទេអូខេពាក្យទាំងអស់ហ្នឹងអូខេឥឡូវយើងត្រឡប់មេយើងវិញយើងចូលដល់ចំណុចទី2គេថា variable name or identifier can contain alphabet and number មានន័យថាចំណុចទី2ហ្នឹងគេនិយាយថា variable name ហ្នឹងគឺអាចប្រកាសដោយប្រើអក្សរនិងលេខបានអូខេចំណុចទី3គេនិយាយថា variable name or identifier ហ្នឹង can contain special character វាន័យថា variable name ហ្នឹងគឺវាអត់អាចដក space ហើយអត់អាចប្រើសញ្ញាពិសេសបានទេអូខេសញ្ញាពិសេសហ្នឹងអីគេទៅខ្លះទៅសញ្ញាពិសេសហ្នឹងមានដូចជាសញ្ញាទងឈូកសញ្ញាសញ្ញា Gmail អីចឹងប៉ុន្តែអ្វីដែលវាអនុញ្ញាតគឺសញ្ញា underscore ហើយនិងសញ្ញាដុល្លារអូខេហ្នឹងគឺជាលក្ខខណ្ឌទី3ហើយលក្ខខណ្ឌទី4នោះគឺ variable name គឺវាអត់អាចចាប់ផ្ដើមដោយលេខមុនបានអូខេបន្ទាប់ពីអ្នកនរគ្នាយល់ប៉ុណ្្នឹងអីតោះយើងដឹងពីលក្ខខណ្ឌឥឡូវយើងទៅឧទាហរណ៍ទាំងអស់គ្នាដូច្នេះឥឡូវយើងចូលមកចំណុចទី1លក្ខខណ្ឌនៃការចំណុចទី1អញ្ចឹងយើងចង់ដឹងថាវាហ្នឹងប្រើប្រាស់ keyword បានអត់ឥឡូវយើងមានអីគេមក index keyword នៅក្នុងភាសា Dart វិញមានអីគេអ្នកគ្នាយកមួយវិញមានអីគេមាន l ហើយយើងដាក់ l elcអូខេឥឡូវស្មើ10 21ថា21ចេះឥឡូវយើង print មកprint នេះ elc when we run okay we can see error អ្នកនរឃើញវា error អញ្ចឹងវាអត់ឲ្យយើងដាក់ទេឥឡូវយើងចប់លក្ខខណ្ឌទី1ឥឡូវយើងចូលដល់លក្ខខណ្ឌទី2អូខេយើងយល់កូដនេះសិនមកលក្ខខណ្ឌទី2គេថា variable name ហ្នឹងគឺអាចចាប់ផ្ដើមដោយលេខនិងអក្សរអូខេអក្សរនិងលេខអញ្ចឹងយើងដាក់មើលយើងដាក់ int index a g e1 ស្មើនឹង12អូខេយើង print មក
AG1 ok giờ lần này khi vi trình nhở để thà viអាចអនុញ្ញាតឲ្យយើងដាក់បាន so ដូច្នេះឥឡូវយើងចូលមកដល់លក្ខខណ្ឌទីម៉ានចូលដល់លក្ខខណ្ឌទី3គឺថា variable name ហ្នឹងអត់អាចដក space ហើយនឹងប្រើសញ្ញាសម្គាល់ពិសេសបានទេប៉ុន្តែវាអនុញ្ញាតឲ្យយើងប្រើសញ្ញា underscore និងសញ្ញាដុល្លារតោះឥឡូវចូលដល់គ្នាយើងមានឥឡូវយើងដាក់ data type string ម្ដង string string គេ string name ឥឡូវយើងដាក់អីគេឥឡូវយើងសាកដក space មកដក space ឡើងនេះហើយយើងដាក់ស្មើអីគេhello អញ្ចឹងយើង print មកយើង print នេះអូខេពេលអ្នកនរ print គឺ error អូខេលក្ខខណ្ឌមួយនេះគឺមានថាវាត្រឹមត្រូវហើយនៅពេលដែលយើងដក clear គឺវា error ហើយមួយទៀតអ្នកនរគ្នាដាក់សញ្ញាពិសេសឧទាហរណ៍ឥឡូវយើងដាក់សញ្ញាទូជុំចោះយើងលុបហើយយើងដាក់សញ្ញាទូជុំវិញ when យើង run error ដកដែរចុះក្រៅពីសញ្ញាទូជុំយើងអាចដាក់សញ្ញាបានទេដល់យើង test មើលទៅយើងអាចដាក់សញ្ញា Gmail នេះចុះអូខេអ្នកនរគ្នាពេលអ្នកនរគ្នា run គឺ error ដកដែរអញ្ចឹងលក្ខខណ្ឌហ្នឹងគឺត្រឹមត្រូវហើយលក្ខខណ្ឌទី3ប៉ុន្តែក្នុងលក្ខខណ្ឌទី3ដដែលគឺអ្នកនរគ្នាអាចធ្វើការដាក់សញ្ញាអាចធ្វើការដាក់សញ្ញាអីគេអាចធ្វើការដាក់សញ្ញា underscore បានអញ្ចឹងយើងដាក់ name user យើងដាក់ user អូខេឥឡូវយើង print user យើង copy control C control V ឥឡូវយើង copy មកគេ run អូខេវា load ឲ្យអូខេឥឡូវយើងដាក់សញ្ញាដុល្លារនៅពីមុខមួយទៀតចង់ថាវា error sorry ខុសសញ្ញាដុល្លារយើង run មកអ្នកនេះឃើញចេញ hello ដល់ដែរដូច្នេះលក្ខខណ្ឌទី3គឺយើងបានបញ្ចប់ហើយយើងចូលមកដល់លក្ខខណ្ឌទី4វិញគេថា variable name or identifier ហ្នឹង can be begins with a number មានន័យថា variable name គឺវាអត់អាចចាប់ផ្ដើមដោយលេខមុនបានទេនៅពេលឧទាហរណ៍យើងចូលមកមួយឥឡូវយើងចូលកូដហ្នឹងដែរខ្ញុំឧទាហរណ៍អ្នកគ្នាឧទាហរណ៍យើងដាក់លេខ1មុនចេះមានន័យថាយើងដាក់លេខមុនណាចឹងនៅពេលយើង run មកអូខេអ្នកគ្នាឃើញ error តោះបើសិនជាយើងដាក់លេខខាងក្រោយវិញឥឡូវយើងដាក់លេខខាងក្រោយលេខ1អូខេចេញ hello អញ្ចឹងត្រឡប់មកវិញគឺចំណុចទី4នឹងមានន័យថាយើងអត់អាចដាក់លេខនៅមុខអក្សរបានទេអូខេដូច្នេះចំពោះលក្ខខណ្ឌនៃការបង្កើត variable គឺមានតែប៉ុណ្្នឹងទេ